Hello ស្ដីអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីបន្ទាប់ពីយើងបាយគ្នាអស់រយៈពេល5ថ្ងៃមកនៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបយកដើរ Shark Anchor ចាំមុនចូលវីដេអូរបស់យើងខ្ញុំក៏អរគុណអ្នកគ្នាខ្លាំងមែនតើសម្រាប់ការគាំទ្រឥឡូវគឺយើងទទួលបានជាមួយនឹង 8k Subscribe ហើយបាទអញ្ចឹងគឺដូចរាល់ដងអញ្ចឹងនៅពេលដែលយើងឡើងបាន 1k Subscribe គឺខ្ញុំតែងតែលេង giveaway ជានិច្ចហើយពេលច្រើនគឺខ្ញុំលេងតែថ្ងៃអាទិត្យទេអញ្ចឹងគ្នាយើងអាច join Discord ម្នាក់មួយដែលខ្ញុំដាក់ link នៅខាងក្រោម description ហើយសម្រាប់ព័ត៌មានបន្ថែមគឺខ្ញុំនឹងធ្វើការតម្លាក់នៅក្នុង Discord ហ្នឹងអូខេអញ្ចឹងកុំឲ្យខាតពេលយូរតែយើងចូលក្នុងវីដេអូរបស់យើងទាំងអស់គ្នាអូខេអញ្ចឹងមុននឹងយើងធ្វើដំណើរទៅធ្វើជាមួយនឹង Shark Anchor ដំបូងអ្វីដែលអ្នកទាំងអស់គ្នាត្រូវការគឺអ្នកទាំងអស់គ្នាត្រូវធ្វើដំណើរមកសមុទ្រទី3សិនហើយទី2គឺអ្នកទាំងអស់គ្នាត្រូវមាន level មិនសិនយ៉ាយល់ទេ account ខ្ញុំអត់ទាន់ level មិនទេប៉ុន្តែប៉ុណ្្នឹងក៏បានដែរយ៉ាហើយទី3គឺអ្នកទាំងអស់គ្នាត្រូវមានជាមួយនឹង V3 Shark អ្នកទាំង V3 ក៏បាន V4 ក៏បានប៉ុន្តែសម្រាប់ account ខ្ញុំគឺខ្ញុំអត់មាន fragment ហើយខ្ញុំ random អត់បាន Shark អ្នកទាំងអញ្ចឹងខ្ញុំប្រើ Cyborg តែម្ដងដោយសារ Cyborg ខ្ញុំក៏មាន V4 អញ្ចឹងក៏បានដូចគ្នាហើយចំណុចទី4គឺអ្នកទាំងអស់គ្នាត្រូវប្រើជាមួយនឹង Fruit Buddha អញ្ចឹង claim វាយក V2 មកហើយបើអ្នកទាំងអស់គ្នាអត់មានជាមួយនឹង Buddha Fruit អ្នកទាំងអស់គ្នាក៏អាចប្រើជាមួយនឹង Magma Fruit ជា T Fruit Ice Fruit ផងដែរដោយសារ3មុខហ្នឹងគឺយើងអាចដើរលើទឹកបានតែប៉ុន្តែបើសម្រាប់ខ្ញុំគឺខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាប្រើជាមួយនឹង Fruit Buddha ទៅដោយសារវាយមួយត្រីឆ្លាមហ្នឹងគឺវាពិបាកខ្លាំងមែនតើតែបើអ្នកនេះអត់មានអ្នកនេះក៏អាចប្រើ3មុខដែលខ្ញុំប្រាប់នឹងបានដែរហើយនឹងចុងក្រោយគឺអ្នកទាំងអស់គ្នាត្រូវចាំបាច់មាន team ផងដែរដោយសារវាអត់ស្រួលវាយទេអ្នកទាំងអស់គ្នាយ៉ាងណាក៏យើងត្រូវមាន team 2ទៅ3ទៅ5នាក់ផងដែរយើងមិនបាច់ច្រើនទេត្រឹម3នាក់ក៏បានដែរហ្នឹងហើយអូខេចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាបានបំពេញជាមួយនឹង5ចំណុចហ្នឹងហើយឥឡូវយើងចាប់ផ្ដើមទៅធ្វើទាំងអស់គ្នាអូខេចឹងដំបូងគឺយើងធ្វើដំណើរទៅកោះទីគីសិនចឹងយើងធ្វើដំណើរមកកោះទីគីមកបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវឡើងមកខាងនេះណាហើយយើងត្រូវធ្វើដំណើរមកទីតាំងកន្លែងនេះមក yes យើងមកកន្លែង Shark Hunter កន្លែងដែលយើងចាប់ដើមធ្វើបំពេញ quest ដើម្បីយក accessory ហើយជាមួយនឹងដាវផងដែរចឹងដំបូងគឺអ្នកទាំងអស់គ្នាត្រូវធ្វើការ craft ជាមួយនឹង2សម្ភារៈហ្នឹងសិនដើម្បីធ្វើការ unlock ជាមួយនឹង monster magnet ដែលឥឡូវវាជាប់ lock ហើយអញ្ចឹងយើងត្រូវធ្វើអាពីរលើនេះសិនអូខេចឹងធ្វើការធ្វើជាមួយនឹងសម្ភារៈដំបូងរបស់យើងតែម្ដងដែលនេះគឺជា accessory ខ្សែកហើយដើម្បីធ្វើជាមួយនឹងខ្សែកហ្នឹងបានគឺអ្នកទាំងអស់គ្នាត្រូវការជាមួយនឹង2សម្ភារៈនេះដែលសម្ភារៈទី1នេះគឺជាឆ្អឹងកូនត្រីឆ្លាមអញ្ចឹងអ្នកគ្នាចេញទៅសមុទ្រទៅហើយធ្វើការវាយជាមួយនឹងកូនត្រីឆ្លាមនេះអ្នកគ្នានឹងទទួលបានឆ្អឹងរបស់វាផងដែរចំណែកសម្ភារៈនេះវិញគឺតើតែអ្នកទាំងអស់គ្នាកំចាត់ជាមួយនឹង Terror Shark ទើបអ្នកគ្នាអាចទទួលបានជាមួយនឹងវាផងដែរអញ្ចឹងសម្រាប់ពីសម្ភារៈនេះគឺវាអត់ពិបាកទេអ្នកគ្នាគ្រាន់តែចេញសមុទ្រហើយចាំវា spawn ទៅគឺបានហើយគ្រាន់តែវារៀងពិបាកតិចសម្រាប់ការវាយជាមួយនឹង Terror Shark solo អ្នកគ្នាត្រូវមាន team ទៅវាស្រួលអញ្ចឹងសម្រាប់ពីរហ្នឹងគឺខ្ញុំមានអស់ហើយអញ្ចឹងឥឡូវយើងធ្វើការ craft យកជាមួយនឹងខ្សែកហ្នឹងតែម្ដងអូខេអញ្ចឹងយើងរួច quest ទី1ហើយឥឡូវយើងចូលទៅដល់ quest ទី2ដើម្បីយក accessory ទី2ផងដែរដែល accessory នេះគឺជាថ្គាមត្រីឆ្លាមយ៉ាហើយវាត្រូវការ4សម្ភារៈដែលសម្ភារៈទី1គឺជាឆ្អឹងត្រីឆ្លាមអ្នកគ្នាដឹងពីរបៀបយកហើយសម្ភារៈទី2នេះខ្ញុំហៅថ្មមាសតែម្ដងដែលរបៀបទទួលបានវាគឺអ្នកទាំងអស់គ្នាត្រូវការចេញសមុទ្រដើម្បីឲ្យវា spawn ទូកខ្មោចហើយយើងវាយទូកខ្មោចហ្នឹងទៅយើងនឹងទទួលបានជាមួយនឹងថ្មមាសហ្នឹងផងដែរហើយសម្រាប់សម្ភារៈទី3គឺអ្នកគ្នាដឹងហើយគឺយើងត្រូវការវាយ Terror Shark ហើយនឹងសម្ភារៈទី4ក៏ដូចគ្នាគឺយើងធ្វើការវាយជាមួយនឹង Terror Shark ដូចគ្នាគ្រាន់ថាហ្នឹងវាជាសម្ភារៈ legendary អញ្ចឹងវាកម្រនៅក្នុងការត្រប់អញ្ចឹងអ្នកគ្នាអាចចេញវាយ Terror Shark ម្ដង2ដង3ដងអីទៅគឺវានឹងធ្វើការត្រប់ហើយបើអ្នកទាំងអស់គ្នាមានត្រប់គុណ2ក៏កាន់តែងាយក្នុងការត្រប់ផងដែរអញ្ចឹងពេលអ្នកទាំងអស់គ្នា farm គ្រប់ចំនួនគឺយើងអាចធ្វើការ craft ជាមួយនឹងវាបានហើយអូខេឥឡូវធ្វើការ craft ជាមួយនឹងថ្គាមតែម្ដងនេះថ្គាមត្រីឆ្លាមអូខេអញ្ចឹងយើងបានបំពេញ quest ទី2រួចហើយឥឡូវយើងអាចធ្វើការ unlock ជាមួយនឹង monster magnet បានហើយនិយាយទៅបើខ្ញុំអានខុសអធិស្ឋានផងណានេះភាសាអង់គ្លេសខ្ញុំគឺខ្ញុំអត់សូវបកកែទេអញ្ចឹងបើខ្ញុំអានខុសអីគឺអធិស្ឋានផងអូខេអញ្ចឹងយើងមកមើលជាមួយនឹងសម្ភារៈដែលវាត្រូវការមុននឹងយើងអាចធ្វើការ craft ជាមួយនឹង monster magnet នឹងបានអញ្ចឹងដូចជាឆ្អឹងត្រីឆ្លាមភ្នែកជាមួយនឹងថ្មមាសគឺអ្នកទាំងអស់គ្នាដឹងពីកន្លែងយកហើយអញ្ចឹងសម្រាប់សម្ភារៈចុងក្រោយនេះវាកាន់តែងាយទៀតណាស់នេះគ្រាន់តែវាយត្រីឆក់ណាចេញសមុទ្រវាយត្រីឆក់ទៅគឺយើងនឹងទទួលបានជាមួយនឹងស្លាបរបស់វាតែម្ដងអញ្ចឹងពេលគ្រប់ចំនួននេះអ្នកអាចធ្វើការ craft ជាមួយនឹង monster magnet បានដែលវាគឺជាសម្ភារៈមួយដែលសំខាន់មែនទែនបើអ្នកទាំងអស់គ្នាអត់មានវាក៏អាចធ្វើជាមួយនឹង Shark Anchor បានដែរអូខេអញ្ចឹងបន្ទាប់ពីយើង craft យកវាបានហើយជាការងារបន្ទាប់គឺយើងធ្វើការចេញសមុទ្រអញ្ចឹងដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងគឺយើងចាំបាច់ត្រូវការមាន team ដើម្បីឲ្យមកជួយបើខ្ញុំវាយម្នាក់ឯងគឺខ្ញុំវាឈ្នះទេតែបើអ្នកទាំងអស់គ្នាវាយម្នាក់ឯងឈ្នះក៏វាយទេណាតែបើខ្ញុំវិញគឺខ្ញុំ recommend អ្នកគួរណាមាន team ទៅវាងាយស្រួលអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាមាន team ហើយមានជាមួយនឹង monster magnet ហើយអ្នកធ្វើការចេញសមុទ្រឲ្យឆ្ងាយចេញរហូតតតែវា spawn ជាមួយនឹង Terror Shark ដែលនៅកតុយរបស់វាគឺមានភ្ជាប់ជាមួយនឹងដាវ Shark Anchor យ៉ាហ្នឹងវាមិនមែនជាប់កតុយវាជាប់ប្រុយត្រីឆ្លាមអញ្ចឹងអ្នកគ្នាជីរហូតតទៅជួបវាហើយអ្នកគ្នាវាយវាឈ្នះទៅគឺអ្នកទាំងអស់គ្នានឹងទទួលបានជាមួយនឹងដាវ Shark Anchor ហ្នឹងហើយនិយាយទៅអ្នកគ្នាវាយឈ្នះតែម្ដងគឺអ្នកទាំងអស់គ្នានឹងទទួលបានដាវហ្នឹងតែម្ដងហើយបើអ្នកគ្នាវាយចាញ់អីក៏អ្នកគ្នាអាចទៅធ្វើជាមួយនឹង monster magnet ម្ដងទៀតបានដែរហើយដូចខ្ញុំនិយាយ
ចឹងគឺត្រូវការ team ទៅវាមានភាពងាយស្រួលនិយាយទៅខ្ញុំអរគុណគ្នាយើងនៅក្នុងក្រុមមែនតើដែលមកជួយ come on តិចទៀតអូខេបាន item drop Shark Angle អូខេអ្នកគ្នាអញ្ចឹងវីដេអូរបស់យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាខ្លាំងមែនតើសម្រាប់ការទស្សនាពីដើមដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ